លឹមស្រាងអ្នកនេសាទបើកទុកពីក្រោយម្ខាងទុកដោយត្រីយកមកលក់ឲ្យឈ្មួញចំណែកអ្នកនេសាទផ្សេងទៀតបន្តនេសាទនាពេលព្រឹកនៅតាមស្ទឹងសង្កែក្នុងឃុំព្រៃចាស់ភូមិបាក់ព្រាឃុំព្រៃចាស់ស្រុកឯកភ្នំមានប្រជាជនប្រមាណ 1500 នាក់រស់នៅភូមិបណ្ដែតទឹកភាគពីរយប់នៃខេត្តបាត់ដំបងហ្វូងមច្ឆាជាប្រភពចំណូលរបស់ប្រជានេសាទផ្ទះបណ្ដែតទឹកលើជលសាទូកស្មាច់និងឧបករណ៍នេសាទជាទ្រព្យសម្បត្តិសំខាន់ជាងគេត្រីច្រើនចំណូលកើនត្រីថយចុះចំណូលថយចុះក្នុងចំណោមអ្នកនេសាទជាច្រើននៃឃុំព្រៃចាស់លោកមូរ៉ូនិងប្រពន្ធឈ្មោះហ៊ុនហ៊ីងពឹងផ្អែកទាំងស្រុងលើរបស់នេសាទលោកមូរ៉ូនិងភរិយាប្រឹងប្រែងគ្រប់យ៉ាងដើម្បីផ្គត់ផ្គង់ថវិកាឲ្យកូនពៅបានរៀនបន្តជារៀងរាល់ថ្ងៃគ្រួសារមួយនេះរកចំណូលបានបន្តិចបន្តួចដើម្បីផ្គត់ផ្គង់ថ្លៃហូបចុកថ្លៃសាំងចំណូលចំណាយផ្សេងទៀតបច្ចុប្បន្នប្តីប្រពន្ធមួយគូនេះរស់នៅជាមួយកូនប្រុសឈ្មោះបេងសុធិរិទ្ធមានអាយុ14ឆ្នាំដែលជាវ័យកំពុងត្រូវការក្រេបចំណេះអ្នកទាំងពីរក៏មានកូនស្រីច្បងមួយរូបដែរប៉ុន្តែបានរៀបការទៅនៅលើដីគោកនារាជធានីភ្នំពេញជីវិតពិបាកខ្វះមុខក្រោយចំណែកកម្លាំងកំហែងក៏មិនដូចក្មេងៗព្រោះជំងឺសន្លាក់ធ្វើទុករាល់ថ្ងៃស្ថិតនៅក្នុងរោងបាយដែលបណ្ដែតចងភ្ជាប់ជាមួយផ្ទះលើផ្ទៃទឹកអ្នកស្រីហ៊ុនហ៊ីងបាននិយាយមួយទាំងព្រួយចិត្តអំពីស្ថានភាពគ្រួសារនិងបារម្ភពីការសិក្សារបស់កូនប្រុសពៅនោះក៏ព្រោះតែសុធិរិទ្ធធ្លាប់ផ្អាករៀនជាង2ខែដោយសារម្ដាយឈឺហើយខ្លួនចេញទៅនេសាទជាមួយឪពុកស្ត្រីវ័យ49ឆ្នាំរូបនេះមិនចង់ឲ្យកូនដើរតាមកន្លងជាអ្នកនេសាទដោយឪពុកម្ដាយឡើយអ្នកស្រីហ៊ុនហ៊ីងលើកឡើងទាំងក្តីកង្វល់ក្នុងចិត្តត្បិតគ្រួសារកំពុងខ្វះខាតប៉ុន្តែមិនចង់ឲ្យកូនអវិជ្ជាមុខរបរនៅស្រុកទលេសាបនេះមានតែត្រីនេះឯងសងៃនេះគេបិទអស់យើងមានតែពាក់មងតិចតិចនេះឯងហើយចាំត្រីនោះមើលត្រីទូចទូចប៉ាន់មេដៃមិនតាន់បានលក់ផងចឹងមិនដឹងថាបានអីទៅមុខទៀតឲ្យកូនរៀនកំពុងតែខ្វល់បើសិនជាកូនរៀនជាប់ចុងជាប់ដើមទៅមិនដឹងថាទៅមុខទៀតរួចអត់ការធ្វើដំណើរតាមទូកត្រូវចំណាយថ្លៃសាំង 20,000 រៀលជារៀងរាល់ថ្ងៃប៉ុន្តែបើនេសាទកាន់តែឆ្ងាយថ្លៃសាំងចំណាយកាន់តែច្រើនអ្នកស្រីត្រូវសន្សំប្រាក់មួយចំនួនទៀតសម្រាប់ឲ្យសុធិរិទ្ធទៅរៀនដែលមានចម្ងាយឆ្ងាយនិងការហូបចុកនៅសាលាជាប្រចាំសប្តាហ៍ខ្ញុំឈានលើបងព្រោះវានៅសតតែមួយនេះឯងតែខ្ញុំมันកំពុងតែខ្វល់ថាខ្លាចទៅមុខវាមិនរួចទេព្រោះសភាពអញ្ចេះបើថាអាចទៅមុខរួចខ្ញុំឲ្យទៅនឹងឯងក្រឡេកមកមើលការងារប្រចាំថ្ងៃរបស់លោកមូរ៉ូវិញម្ដងតាំងពីព្រលឹមទល់ព្រលប់ដៃរបស់លោកប្រឡាក់ជាប់តែក្លិនត្រីដោះមងបើកទុកនេសាទនិងដឹកត្រីយកទៅលក់ទិន្នផលត្រីធ្លាក់ចុះជាបញ្ហាធំដែលអ្នកនេសាទកំពុងខ្វាយខ្វល់ព្រោះចំណូលក៏ថយចុះចេញទុកនាម៉ោង 3 ល្ងាចរហូតដល់ព្រឹកទើបត្រឡប់មកវិញជាមួយត្រីតូចៗជាប់មងប្រមាណ10គីឡូក្រាមថ្ងៃខ្លះបុរសវ័យ54ឆ្នាំរូបនេះរកបាន 30,000 ទៅ 40,000 រៀលថ្ងៃណាត្រីត្រូវអាចរកបាន 50,000 រៀលប៉ុន្តែបើថ្ងៃត្រីខ្សត់បានតែ 10,000 រៀលមិនគ្រប់ថ្លៃសាំងក៏មានអ្នកនេសាទរូបនេះមានតែរបរមួយនេះគត់ដើម្បីចិញ្ចឹមក្រពះគ្រួសារនិងផ្ដល់ប្រាក់ឲ្យកូនទៅរៀនមិនអាចទៅមុខទៀតបានទេអញ្ចឹងបានខ្ញុំខំប្រឹងដើម្បីតស៊ូពីអ្នកប្តីប្រពន្ធដោះមួងខំនេសាទអត់ឃ្លានមានស៊ីយ៉ាងណាសុខចិត្តបដូរឲ្យកូនទៅរៀនដើម្បីឲ្យវាមានចម្រេះវិជ្ជាទៅបានទៅមុខកុំឲ្យកូននៅលំបាកដូចពួកខ្ញុំ
រដូវវស្សាទឹកច្រើនស្រួលធ្វើដំណើរតែរដូវប្រាំងទឹកតិចទូកពិបាកចល័តកុំផ្លោកដ៏ច្រើនលើសលប់នឹងក្លាយជាសត្រូវរបស់ទូកអ្នកបើកប្រឈមនឹងជាប់គាំងទូកណាស់នារដូវប្រាំងចុះក្មេងៗទៅសាលាសាកស្រមៃបន្តិចថាទឹកស្រកចិត្តអស់កុំផ្លោកនៅស្កេតស្កាស់តើកុមារទាំងនោះនឹងធ្វើដំណើរទៅសាលារៀនស្រួលឬទេឧបសគ្គរាប់មិនអស់ទាំងនេះជារនាំងនៃការអប់រំនៅបឹងទន្លេសាបចំណូលនេសាទធ្លាក់ចុះយ៉ាងគំហុកកូនជាដែលឆក់ដាស់ស្មារតីអ្នកនេសាទឲ្យកូនទៅរៀនវិញអ្នករស់នៅលើទឹកបានយល់ដឹងពីតម្លៃនៃការអប់រំច្រើនជាងមុនឪពុកម្ដាយជួបផលលំបាកធ្វើឲ្យសុធិរិទ្ធមានសម្ពាធយុវជនរូបនេះចង់ជួយរកត្រីដើម្បីកុំឲ្យឪពុកម្ដាយពិបាកខ្លាំងពេកនៅក្នុងឆ្នាំ2022កម្មវិធីដៃគូរួមគ្នាផ្ដល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជាដែលជាគម្រោងរួមគ្នារវាងអង្គការ Education ជាមួយនឹងកម្មវិធីអប់រំកុមារតូចនៃមូលនិធិការអប់រំសម្រាប់ទាំងអស់គ្នាឬ Education Above All Foundation បានកំណត់អំពីការបង្កើនលទ្ធភាពទទួលបានការអប់រំកម្រិតបឋមសិក្សាប្រកបដោយគុណភាពសម្រាប់កុមារមួយចំនួនដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជាគំនិតផ្ដួចផ្ដើមនេះបានស្វែងរកដំណោះស្រាយឧបសគ្គផ្សេងៗដែលបណ្ដាលមកពីភាពក្រីក្រកង្វះហេដ្ឋារចនាសម្ព័ន្ធនិងភាពដាច់ស្រយាលតាមភូមិសាស្ត្រតាមរយៈការផ្ដល់សម្ភារៈសិក្សាអាហារូបករណ៍និងការគាំទ្រជីវភាពសម្រាប់ក្រុមគ្រួសាររបស់កុមារងាយរងគ្រោះក៏ដូចជាការសាងសង់សាលារៀនផងដែរអ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងការប៉ុនប៉ងជួយកុមារដែលនៅឆ្ងាយទប់ទល់នឹងការធ្វើដំណើរដ៏វែងឆ្ងាយទៅនឹងមកពីសាលារៀនរួមជាមួយនឹងភូមិសាស្ត្រដ៏លំបាកគម្រោងនេះក៏បានចែកចាយកង់ព្រមទាំងទូកចែវដល់សិស្សានុសិស្សដើម្បីសម្រួលដល់ការចូលរៀនជាប្រចាំដោយធ្វើការជាមួយនាយកសាលាបឋមសិក្សានៅតំបន់ទន្លេសាបគម្រោងរួមគ្នានេះបានឈានដល់គំនិតផ្ដួចផ្ដើមផ្ដល់ទូកចែវដើម្បីដោះស្រាយឧបសគ្គនៃការអប់រំសម្រាប់កុមារដែលជួបការលំបាកនៅសហគមន៍បណ្ដែតទឹកសុធិរិទ្ធត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីគាំទ្រសិស្សជួបការលំបាកនៅក្នុងសហគមន៍បណ្ដែតទឹកព្រៃចាស់ហើយគាត់បានប្រើទូកចែវរបស់គម្រោងដើម្បីទៅសាលារៀនជារៀងរាល់ថ្ងៃការសិក្សារបស់សុធិរិទ្ធមានភាពប្រសើរឡើងវិញគួរឲ្យកត់សម្គាល់ហើយចាប់តាំងពីពេលនោះមកដល់បច្ចុប្បន្នសុធិរិទ្ធបានបញ្ចប់ថ្នាក់បឋមសិក្សាដោយជោគជ័យនិងផ្លាស់ប្ដូរទៅរៀននៅកម្រិតអនុវិទ្យាល័យសុធិរិទ្ធជាកុមារស្លូតបូតនិងឧស្សាហ៍មួយរូបយុវសិស្សរូបនេះបានបន្តការសិក្សានៅអនុវិទ្យាល័យព្រៃចាស់ផ្ទះសុធិរិទ្ធមានចម្ងាយជាង11គីឡូម៉ែត្រពីអនុវិទ្យាល័យព្រៃចាស់ការធ្វើដំណើរមកសាលារៀនរៀងរាល់ថ្ងៃនិងចំណាយថវិកាថ្លៃសាំងម៉ាស៊ីនទូកច្រើនដែលលើសពីសមត្ថភាពរបស់គ្រួសារសុធិរិទ្ធអនុវិទ្យាល័យព្រៃចាស់មានអន្តេវាសិកដ្ឋានយុវជនរូបនេះបានស្នាក់នៅអន្តេវាសិកដ្ឋាននៅអនុវិទ្យាល័យព្រៃចាស់ជាមួយសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូផ្សេងទៀតសុធិរិទ្ធនិងមិត្តភ័ក្តិរួមគ្នាធ្វើម្ហូបនិងយកត្រីមកពីផ្ទះដើម្បីកាត់បន្ថយចំណាយកំពុងសិក្សាថ្នាក់ទី7សុធិរិទ្ធប្រឹងប្រែងខ្លាំងជាងមុនត្បិតថាចំណេះដឹងរបស់សុធិរិទ្ធមានកម្រិតជាងសិស្សានុសិស្សផ្សេងទៀតការប្រឹងប្រែងរបស់សិស្សរូបនេះពិតជាបានផលខ្លាំងនាយិកាអនុវិទ្យាល័យព្រៃចាស់អ្នកស្រីច័កសុគន្ធបានថ្លែងថាសុធិរិទ្ធអាចអានបានរលូននិងពូកែជាងមុនសិស្សឈ្មោះបេងសុធិរិទ្ធហ្នឹងគាត់ព្យាយាមសិក្សារៀនសូត្រប៉ុន្តែគាត់អត់សូវពូកែទេប៉ុន្តែគាត់អត់បោះបង់ការសិក្សាទេហើយលោកគ្រូអ្នកគ្រូនៅទីនេះព្យាយាមលើកទឹកចិត្តគាត់ឲ្យមករៀនហើយអាណាព្យាបាលគាត់ហ្នឹងក៏គាត់សុំចិត្តយ៉ាងណាថាគាត់ចង់ឲ្យកូនគាត់ចេះអញ្ចឹងបើសិនជាក្មេងនឹងនៅមានកម្រិតអីចឹងណាព្យាយាមឲ្យគាត់ត្រូវតែមករៀនហើយគាត់សន្យាថាគាត់នឹងឲ្យកូនគាត់រៀនរហូតដល់ចប់ថ្នាក់ទី9
នាយិកាអនុវិទ្យាល័យប្រៃចាស់បានចោះទៅដល់ផ្ទះរបស់សទ្ធារិទ្ធផ្ទាល់អ្នកស្រីសុគន្ធបានឃើញថាឪពុកម្ដាយសទ្ធារិទ្ធពិតជាខ្វះខាតនិងមានឆន្ទៈចង់ឲ្យកូនរៀនសូត្របានខ្ពង់ខ្ពស់លោកគ្រូអ្នកគ្រូនៅសាលាប្រៃចាស់គិតខំបង្រៀននិងមើលការខុសត្រូវសិស្សានុសិស្សនៅអនុវិទ្យាល័យប្រៃចាស់បានយ៉ាងល្អទំនេរពីការសិក្សាសិស្សានុសិស្សទាំងនោះបានជួយគ្នាស្រោចទឹកបន្លែនៅក្នុងបរិវេណសាលាដែលដាំនៅរដូវប្រាំងសម្រាប់សិស្សយកទៅធ្វើម្ហូបសទ្ធារិទ្ធក៏បានស្រវាស្រទិញការងារសាលាផងដែរសទ្ធារិទ្ធចង់ក្លាយជាប៉ូលីសនាពេលអនាគតមាឌធំមាំមួនសបល់ស្រអែមការងារជាមន្ត្រីប៉ូលីសពិតជាសមជាមួយសទ្ធារិទ្ធយុវជនរូបនេះបានសន្យាថានឹងមិនបោះបង់ការសិក្សានោះទេសទ្ធារិទ្ធយល់ថាការសិក្សានឹងជួយឲ្យគេមានការងារហើយអាចជួយផ្គត់ផ្គង់ឪពុកម្ដាយខ្ញុំក៏អ្នកនេសាទថ្ងៃបាន 20000 ទៅ 30000 បងស្រីរបស់សទ្ធារិទ្ធក៏ជួយផ្ដល់ថវិកាដល់សទ្ធារិទ្ធដើម្បីអាចបន្តការសិក្សាព្រោះថាចំណូល 20000 ទៅ 30000 រៀលពីការលក់ត្រីចំណាយលើថ្លៃសាំងម៉ាស៊ីនទុកស្ទើរតែអស់ទៅហើយទំនេរពីការសិក្សាសទ្ធារិទ្ធស្រវាជួយឪពុកម្ដាយរកត្រីនិងដោះត្រីចេញពីមងសទ្ធារិទ្ធមិនមែនជាក្មេងខ្ជិលនោះឡើយទំបាក់ពីព្រឹកទៅព្រៃទៅនេសាទរកត្រីដើម្បីយកលុយមកផ្ដល់ឲ្យខ្ញុំសិក្សាពេលមកផ្ទះវិញក៏យកទៅក៏អត់បានពេលខ្លះក៏អត់បានផ្សារបាយគាត់ធ្វើហ្នឹងគឺជារបរនៅហត់ហើយនឹងលំបាកគាត់បានណែនាំខ្ញុំថាឲ្យខ្ញុំនឹងខំប្រឹងរៀនឲ្យចប់ដើម្បីបានការងារមកការងារធ្វើដើម្បីយកលុយទៅជួយគ្រប់គ្រងគ្រួសារពេលគាត់ណែនាំអញ្ចឹងទៅខ្ញុំមានកម្លាំងចិត្តដើម្បីនឹងខិតខំរៀនសូត្រឲ្យបានចប់ជីវភាពអ្នករស់នៅលើទឹកមិនសូវធូរធារប៉ុន្មានឡើយកត្តាជីវភាពធ្វើឲ្យក្មេងៗជាច្រើនមិនបានរៀនសូត្រខ្វះខាតទុកសាលាឆ្ងាយក៏ជាកត្តាសំខាន់មួយដែលនាំឲ្យកុមារជាច្រើនបោះបង់ការសិក្សាទោះបីជាមានឧបសគ្គច្រើនរាប់មិនអស់ឪពុកម្ដាយជាច្រើនបានប្រឹងប្រែងទាញកូនរបស់ខ្លួនឲ្យចាក់ឆ្ងាយពីការនេសាទគ្មានភាពច្បាស់លាស់សោកស្ដាយខ្ញុំចង់ឲ្យគេមករៀនដូចខ្ញុំដែរអប់រំនឹងអាចឲ្យអនាគតយើងល្អប្រសើរគាត់បានជួយឲ្យខ្ញុំនឹងមកបានច្រើនដើម្បីឲ្យខ្ញុំនឹងបានសិក្សាទាំងអ្នកឆ្ងាយទាំងអ្នកជិតដោយសារតែខ្ញុំបានទុកនឹងជីសទ្ធារិទ្ធចង់ឲ្យអង្គការ SA Action និងអង្គការនានាជួយសិស្សនៅសាលាបឋមសិក្សាផ្សេងទៀតសិស្សានុសិស្សទាំងនោះខ្វះខាតទុកនិងពិបាកធ្វើដំណើរមកសាលានាខែវស្សាការជួយជ្រោមជ្រែងនិងផ្ដល់ជំនួយពីអង្គការនានាជាស្ពានចម្លងដ៏សំខាន់សម្រាប់អ្នករស់នៅលើទឹកដើម្បីទទួលបានការអប់រំក្តីសង្ឃឹមរបស់អ្នកនេសាទនាពេលអនាគតគឺពឹងផ្អែកលើវិជ្ជាដែលបានរៀនសូត្រតាមរយៈការអប់រំនឹងជួយលើកស្ទួយពួកគេឲ្យមានឱកាសកាន់តែច្រើនក្នុងការរកប្រាក់ចំណូលដោយមិនពឹងផ្អែកតែលើការងារនេសាទតែមួយមុខតាមពិតទៅកញ្ចប់អាហារូបករណ៍យើងមានចម្រុះមានកង់មានសម្ភារៈរៀនមានកាបូបមានសម្លៀកបំពាក់ហើយក៏កន្លែងខ្លះមានថវិកាគ្រប់គ្រងប៉ុន្តែដោយឡែកសម្រាប់អ្នកនៅទន្លេសាបដោយសារអត់មានផ្លូវគ្មានម៉ូតូគ្មានកង់អញ្ចឹងជំនួសឲ្យការផ្ដល់ជាកង់ជាមធ្យោបាយធ្វើដំណើរយើងឲ្យជាទូកបាទទូកហ្នឹងសម្រាប់ឲ្យគាត់ធ្វើការដឹកគ្នាជាក្រុម 4-5 នាក់មួយទូកសម្រាប់មករៀនហើយក៏ដូចជាទៅផ្ទះបាទហើយមធ្យោបាយនេះគឺជួយគាត់ច្រើនមែនទែនទី1គឺសម្រាប់គ្រួសារកូនអ្នកនេសាទដឹងហើយថាអ្នកនេសាទទាំងអស់សិតតែត្រូវទៅនេសាទពីប្រលប់បាទពីព្រលឹមឬក៏ពេលព្រឹកហ្នឹងអត់អាចមកដល់ផ្ទះតាន់ពេលទេអញ្ចឹងកូនពេលខ្លះខ្វះមធ្យោបាយក្នុងការមកសាលាឲ្យតាន់ពេលអញ្ចឹងទូកដែលយើងដាក់នៅតាមតំបន់ផ្សេងនៃទន្លេសាបជាមធ្យោបាយហើយជាដំណោះស្រាយដែលមានសារៈសំខាន់បំផុតដើម្បីធានាថាកុមារទាំងអស់អាចបានមករៀនហើយរៀនតាន់ពេលមានហើយអត់បោះបង់បាទ
លោកវ៉ាន់សំភ័សនាយកអង្គការ SA អាក់សុងបានបញ្ជាក់ថាសប្តាហ៍ថ្ងៃមានទូកចែវសរុប12ទូកបានដាក់ឲ្យដំណើរការនៅតំបន់ទន្លេសាបហើយតាមរយៈគម្រោងរួមគ្នាដើម្បីកុមារក្រៅសាលានេះនឹងបង្កើនដល់30ទូកចែវនៅពេលខាងមុខដើម្បីអនុញ្ញាតឲ្យកុមារនៅតំបន់ទន្លេសាបអាចប្រើប្រាស់ជាមធ្យោបាយដែលផ្ដល់ក្តីសង្ឃឹមភាពងាយស្រួលនិងភាពរីករាយដើម្បីមកសាលារៀន